រមាស់តិចតិចតែអាចคล้ายទៅជាបញ្ហាធំបានឃើញបងអូនស្ត្រីយើងភាគច្រើនណាគឺឧស្សាហ៍មានការរមាស់មានការឡើងស្គីបទៅនឹងទ្វារមាសឈីបរមាស់ជុំការរមាស់ស្ងួតចាអត់សូវចាប់អារម្មណ៍ទេចាប់អារម្មណ៍ដែរប៉ុន្តែគិតថាវាមិនជាបញ្ហាទេវានឹងបាត់ទៅវិញឯងចានេះគូសូមបញ្ជាក់ណាបងប្អូនបើមិនចង់ឲ្យខ្លាចមានបញ្ហាធំទេសូមសង្កេតដឹងឲ្យច្បាស់ទី1គឺឧស្សាហ៍រមាស់ស្គីបរមាស់ញឹកញាប់រមាស់ស្ងួតទី2ឧស្សាហ៍ធ្លាក់សឧស្សាហ៍សើមជាប្រចាំទៅនឹងខោក្នុងចាទី3ឧស្សាហ៍ទៅលើការធ្លាក់ក្រោយញ៉ាំចំណីអាហារខុសឬក៏ធ្លាក់ក្រោយពេលដែលរំភេទហើយឬក៏ក្រោយពេលដែលអំឡុងយើងនៅជាមួយគ្រូសាស្ត្រមានការឈឺជប់ចាប់ទៅនឹងតំបន់ទ្វារមាសមានការឈឺក្តៅកុហកកាហាយធុំក្លិនទាំងអស់នេះវាចង់បញ្ជាក់ថានេះជារោគសញ្ញានៃជំងឺធ្លាក់សរបស់ស្ត្រីដែលវាទាមទារឲ្យបងប្អូនធ្វើការដោះស្រាយឬក៏ព្យាបាលមិនមែនបងប្អូនត្រូវសន្សំទុកជំងឺខ្លួនឯងពីអាតូចនឹងคล้ายទៅជាបញ្ហាធំទេវាធ្វើឲ្យសរីរាង្គកាយរបស់បងប្អូនជាពិសេសនៅតំបន់ស្បូនហើយនឹងទ្វារមាសមានការចុកខ្សោយនៅអង្គទីការពារជំងឺវាងាយធ្វើឲ្យស្បូនរលាកវាងាយធ្វើឲ្យទ្វារមាសមានការឡើងរលាកឡើងក្តៅឡើងហើមឡើងកាហាយបង្កទៅជាជំងឺធ្ងន់ធ្ងរធ្លាក់សទៅជាប្រែពណ៌ទៅជាពណ៌លឿងពណ៌ខៀវឬក៏ពណ៌ដូចផ្ទុះទៅជាបញ្ហាធ្ងន់ធ្ងរអញ្ចឹងពាក្យថាធ្ងន់ធ្ងរមួយបងប្អូនត្រូវដឹងថាมันប្រកាសថាបងប្អូនរកដំណោះស្រាយព្យាបាលជាដាច់ 100% បានគ្រប់ពេលវេលាទៅតាមអ្វីដែលបងប្អូនត្រូវទុកទេអញ្ចឹងអ្នកគ្រូចេញសារនេះចង់ឲ្យដាស់តឿនបងប្អូនស្ត្រីដែលមានដំណាក់កាលជំងឺតូចស្រាលសូមបញ្ញាប់រកដំណោះស្រាយទាន់ពេលឲ្យទាន់ពេលកុំពន្យាពេលឲ្យសោះណាបងប្អូនចង់បានដំណោះស្រាយធ្វើម៉េចឲ្យចំគោលដៅឲ្យឆាប់បាត់ឆាប់ជាបងប្អូនអាចសាកសួរអ្នកគ្រូសិនបានតាមរយៈเพจអ្នកគ្រូផ្ទាល់ឬក៏ add មក Telegram របស់អ្នកគ្រូបានណាចា